នាឡិការបស់ HYT ដែលមានតែមួយគ្រឿងនៅក្នុងពិភពលោកហើយ official website របស់ HYT បង្ហោះថាបើចង់ឃើញនាឡិកាហ្នឹងស្គាល់តែធ្វើការណាត់ជួបឬមួយក៏ making appointment តែឥឡូវនៅក្នុងប្រអប់នឹងយកនៅក្នុងចំណោមនាឡិកា Mechanic ទាំងអស់ដែលខ្ញុំធ្លាប់ជួបមួយនេះខ្ញុំគិតថាវាជា Advanced Mechanic វាជានាឡិកា Mechanic តែមើលទៅគឺបែបទំនើបគ្រាន់តែថាវាអត់មានប្រព័ន្ធ technology អីទាំងអស់នៅក្នុងហ្នឹងតម្លៃបាច់និយាយទេទិញ Rolls-Royce Cullinan បានមួយនាឡិកាហ្នឹងប្រភេទមូលឡានប៉ុន្តែមិនបាច់មូលដៃនាំហត់ទេមានឧបករណ៍នេះមួយចាក់មកវាមូលឲ្យយើងហ្មងអ្នកទាំងអស់គ្នាមើលនាឡិកានោះស្មុគស្មាញត្រូវទេនៅពីក្រោយខ្នងមកវាឆ្លាក់ដាក់ថា unique piece មានន័យថាមានតែមួយគ្រឿងទេនៅលើពិភពលោកហើយនៅក្នុងវីដេអូនេះខ្ញុំចង់អរគុណទៅដល់លោក Wahe Wasbet CEO ផ្ទាល់របស់ HYT ដែលក៏រក្សាសន្យាថានឹងបញ្ជូននាឡិកាពិសេសមួយគ្រឿងមកឲ្យខ្ញុំ review ឲ្យអ្នកនរគ្នាមើល Mr. Wasbet thank you for sending this to me I appreciate it គឺបង្គំអ្នកទាំងអស់គ្នាឃើញនៅក្នុងនោះទាំងអស់គុំឡើងគ្រប់យ៉ាងគឺដោយដៃទាំងអស់គ្រឿងបង្គំនៅក្នុងហ្នឹងអត់តន់រាប់ Tourbillon ទេណា Tourbillon គឺអាមួយនៅកណ្ដាលនេះយើងនិយាយអាគៀននឹងអាសតបនៅខាងក្រោមហ្នឹងសរុបទាំងអស់533គ្រាប់ទូចហើយបើសិនជាយើងនិយាយអា Tourbillon នេះវិញ159គ្រាប់ទូចហើយអាផ្នែកចំហៀងកន្លែងម្ដុំម៉ោងម្ដុំអីគៀនដែលខ្ញុំច្អល់នេះមាន39គ្រាប់ទូចហើយបើសិនជាយើងមើលវាពីចំហៀងវិញនាឡិកាហ្នឹងដូច 3D ផុសអណ្ដែតឡើងមកលើយកមកអញ្ចឹងដើម្បីរុញស្ទាប់នាឡិកាហ្នឹងដាក់ថ្នាក់ត្រួតលើគ្នាឲ្យវាចេញលក្ខណៈជា 3D ទាំងអស់ហ្នឹងឡើងមកត្រូវការរហូតដល់ទៅ66ស្ទាប់ផ្សេងគ្នានៅក្នុងហ្នឹងអញ្ចឹងនិយាយសរុបជារួមមកវិញស្ទើរតែគ្រប់យ៉ាងនៅលើផ្ទៃមុខទាំងអស់នៅក្នុងនាឡិកាហ្នឹងចំណាយអស់750គ្រាប់ទូចនៅក្នុងហ្នឹងហើយដំឡើងដោយដៃទាំងអស់អីដែលខ្ញុំចង់ highlight ឲ្យអ្នកទាំងអស់គ្នាដឹងគឺនៅត្រង់ចំណុចកណ្ដាលនេះនាឡិកាហ្នឹងបំពាក់ដោយស្ដេចបេះដូងហៅថា Tourbillon ម្នាក់នេះចង់ច្បាស់ពីវាចូលទៅក្នុងអេពីសូតទី20ហើយឥឡូវយើងបើកមុខកញ្ចក់បន្តិច Tourbillon វាមានច្រើនប្រភេទ Tourbillon ខ្លះគឺវានៅអញ្ចឹងវាវិលខ្លះវាវិលហើយវាក្លាប់ជុំវិញខ្លួនវាទៀតអានេះគឺវិលចឹកហើយរត់ជុំវិញខ្លួនវាអញ្ចឹងរឿងពិបាកដែលត្រូវធ្វើ Tourbillon ឲ្យរត់ជុំឯងខ្លួនឯងបានហ្នឹងគឺត្រូវកណនាទម្ងន់បើសិនជាទម្ងន់កន្លែងណាមួយធ្ងន់ជាងខាងណាមួយវាអាចវិលបានរលូនទេវានឹងអាចមានតាក់ឬក៏កលកន្លែងណាមួយនៅកន្លែងដែលវាធ្ងន់ហ្នឹងព្រោះមានន័យថាពេលដែលវាចូលទៅហើយវាពិបាកនឹងឡើងមកវិញចុះតម្រាំអាមួយនេះទៀត Tourbillon ដាក់បច្ឆិតលម្អដោយអា logo HYT នៅបច្ឆិតចេះដាក់បច្ឆិតហើយមានគ្រាប់ពេជ្រមួយគ្រាប់នៅឆ្វេងស្ដាំនៅកន្លែងហ្នឹងទៀតអញ្ចឹងគ្រប់យ៉ាងនៅក្នុងហ្នឹងគឺត្រូវកណនាទម្ងន់ទាំងអស់ថានៅពេលដែល Tourbillon ទាំងអស់នឹងមានចលនាគ្រាប់ពេជ្រទាំងអស់នឹងមានចលនាគឺវាអត់បកទៅជាការធ្ងន់មួយខាងស្រាលមួយខាងហើយអាហ្នឹងយើងអត់ទាន់គិតនៅពេលដែលយើងពាក់នាឡិកាហ្នឹងមានចលនានៅលើដៃទៀតបើសិនជាយើងពាក់វាមានចលនានៅលើដៃទៀតការកណនាទម្ងន់គឺកាន់តែពិបាកក្នុងការធ្វើនាឡិកាមួយគ្រឿងនឹងឡើងមកហើយខ្ញុំភ្លេចប្រាប់នាឡិកាមួយគ្រឿងនឹងមានឈ្មោះថា HYT Conical Tourbillon Infinity Diamond មានតែមួយគ្រឿងឯងនៅលើពិភពលោកឆ្លាក់ថា unique piece ឬមួយក៏ the only one piece in the world ចំណុចមួយទៀតដែលកាន់តែពិសេសគឺនាឡិកានឹងប្រាប់ម៉ោងដោយប្រព័ន្ធទឹកអ្នកនរគ្នាមួយចំនួនប្រកាសជាអាចនឹងធ្លាប់មើលនាឡិកា HYT ដែលខ្ញុំធ្វើការ review ពីមុននៅលើពិភពលោកនេះម៉ាកនាឡិកាដែលខ្ញុំស្គាល់ខ្លួនឯងហើយបង្កើតនាឡិកាដែលយកចរន្តទឹកមកឲ្យដើរប្រាប់ម៉ោងខ្ញុំឃើញមានតែ HYT នេះមួយឯណាស្គាល់ម៉ាកផ្សេងអានឹងយើងអត់ដឹងទេណាឥឡូវមកមើលប្រព័ន្ធទឹកនៅក្នុងនឹងវិញជាទូទៅនាឡិកាវាតែងតែមានតនិចម៉ោងហើយនឹងតនិចនាទីអញ្ចឹងអាពណ៌សនេះពេលដែលខ្ញុំសេរីអាពណ៌សហ្នឹងគឺវាដើរហើយបាទពណ៌ដើរហ្នឹងគឺមិនមែនម៉ោងទេណាអាហ្នឹងគឺនាទីប៉ុន្តែចរន្តម៉ោងវានៅកន្លែងណានេះនៅទឹកនេះឃើញវាថយរត់មកហើយស៊ឺតបងមួយថ្នមមកណែថតជាប់ហើយអូនឥឡូវលើឧទាហរណ៍ងាយកន្លែងទឹកនេះឈប់ត្រឹមលេខ7មានន័យថាម៉ោង7:00ប៉ុន្តែនៅពេលដែល7:05នាទី7:15នាទី7កន្លះយើងឃើញអាទឹកនេះវាលោតឡើងដល់ពាក់កណ្ដាលហើយអញ្ចឹងដល់ទៅពេលយើងចូលដល់ម៉ោង8ទឹកហ្នឹងគឺវាលោតដល់លេខ8យកមកអញ្ចឹងចរន្តទឹកទាំងអស់ហ្នឹងគឺអមជុំវិញផ្ទៃមុខនាឡិកាទាំងអស់អញ្ចឹងអ្នកនរគ្នាអាចនឹងឆ្ងល់ថាចេះ
hạt ấy có tật màu nâng vì ọt lẹ tới chuối rư có ọt lẹ tới sẽ đàm hai vì cho là ná đòi mình nơi kháng còi bảo viên nâng cứ vì miền snap môi pi song khang vậy làm bởi sọc tực nâng hai đây bạn thở miền snap pi chuối môi sẽ đàm môi chẳng cứ đòi xa ta tực nâng tam cặp bật cứ miền pi bùa tực máu hai nâng tực sò ca bị trôi tực nâng tầng ở trôi tực nông nâng thằng watchmaker có thể tình yêu tha nơi pe để bị trôi tực nâng tới admin shot đầm bay bằng co đầm bay mình ai bằng co tới chiêu của phúc shot nơi nông nâng hai tực tin nâng co mình ai cho bỏ trôi kia bạn đại vì thời ta mùi xó mùi máu mình ai lia trôi kia đây hai snap nâng đôi kia thời thưa ca sạ vào mặt kia mùi thói mùi lợn mùi thỏi đầm bay thì tha nơi pe để so thế lẽ màu cho màu nơi pe để màu thế lẽ so lại màu vinh chẳngបើសិនជាយើងមើលនឹងភ្នែកយើងគិតថាខាងនេះអត់មានទឹកទេតែតាមពិតអត់ទេវាមានទឹកថ្លាសនៅក្នុងនឹងដើម្បីកុំឲ្យខ្មៅនឹងរត់មកប៉ះវាអញ្ចឹងសម្រាប់ HYT ក្នុងមួយឆ្នាំម៉ាករបស់គាត់ទាំងអស់ផលិតនាឡិកាមិនលើសពី200គ្រឿងទេគិតពីឆ្នាំ2025ទៅមិនថា model ធម្មតាឬក៏ model ពិសេសទេនៅក្នុងមួយឆ្នាំកំណត់មិនធ្វើនាឡិកាលើសពី200គ្រឿង200គ្រឿង200គ្រឿងចាយលើទីផ្សារទេចោះតម្រង់ឲ្យមួយនេះមានតែមួយគ្រឿងទេនៅក្នុងចំណោម200គ្រឿងហ្នឹងអញ្ចឹងទើបនៅក្នុង official website គេដាក់ថាទាល់តែធ្វើការកក់ណាត់ជួបมันអាចជជែកគ្នាមើលនាឡិកានឹងនិយាយថ្លៃគ្នាបានតែសម្រាប់ខ្ញុំសំណាងដែរបានមកកាន់នឹងដៃផ្ទាល់អែមដែរនិយាយទៅចូលដល់អារម្មណ៍ពិតរបស់ខ្ញុំវិញនៅពេលដែលខ្ញុំឃើញនាឡិកាហ្នឹងខ្ញុំគិតថានាឡិកាហ្នឹងវាអត់សមជានាឡិកា mechanic ទេវាគួរណាតែជាកលឹះយន្តនាឡិកាទំនើបដូចប្រភេទឡានទំនើបព្រោះយើងមើលទៅវាស្មុគស្មាញខ្ញុំគិតថានេះវាមិនមែនត្រឹមតែជាសិល្បៈក្នុងការបង្កើតនាឡិកាទេប៉ុន្តែវាចូលលក្ខណៈ advance យកហ្មង king ហ្មង masterpiece ហ្មងជាពិសេសកន្លែងដែលខ្ញុំចាប់ផ្ដើមគិតថាចុំសាហាវមែនគឺនៅត្រង់ថាបេះដូង tourbillon ដែលផុសចេញមកក្រៅលក្ខណៈ 3D ហើយមានគ្រាប់ពេជ្រ rotate វិលកលាប់ចុះកលាប់ឡើងនៅក្នុងនឹងទៀតចឹងតើអាការកណនាចលនាផុសគ្រាប់ពេជ្រហ្នឹងនៅពេលដែលវាកវត្តទៅឆ្វេងផងកវត្តទៅស្ដាំផងបូករួមជាមួយនឹងចលនាពាក់លើកដៃវាអង្គើអញ្ចឹងទៀតតើវារក្សាសុខលំនឹងខ្លួនឯងដោយរបៀបណាតើវាមានការស្មុគស្មាញប៉ុណ្ណាក្នុងការតម្លើងនាឡិកានឹងឡើងមកសូម្បីតែគិតសម័យកុំតន់អាចនិយាយដល់ពេលតម្លើងនិយាយនៅពេលដែល Master of Watchmaking Engineering គាត់អង្គុយទៅសេគិតថានឹងរចនាម៉ាស៊ីនប្រភេទហ្នឹងឡើងមកនេះតើគាត់ត្រូវការប្រើអីខ្លះប្រើពេលប៉ុណ្ណាទៅតម្រាំតែអាចធ្វើអាហ្នឹងឡើងមកបានអាហ្នឹងគឺយើងនិយាយតែពីគ្រោងរបស់វាណាអត់តនិយាយដល់ការផលិតវាចេញមកណាហើយត្រូវចាំ keep in mind ពួកប្រភេទនាឡិកាដែលស្មុគស្មាញញ៉ៃញ៉ៃអញ្ចឹងបើសិនជាការកណនាខុសតែមួយជំរាកទៅខ្សែសក់ពេលដែលវាមានចលនាវាកលគ្នាគ្រប់យ៉ាងគៀងអត់ដើរទាំងអស់ក្រៅពីអាហ្នឹងខ្ញុំពាក់លើដៃនេះក៏ 8YT ដែរតែគ្រាន់តែថាវាមិនថ្លៃដល់អាមួយដែល review នេះទេហើយចំនួនរបស់វាមានតែ15គ្រឿងឯនៅលើពិភពលោកអានេះជាគ្រឿងទី6នៅក្នុង15គ្រឿងអានេះប្រើប្រភេទទឹកដូចគ្នាតែប្រើទឹកពណ៌ក្រហមនៅក្នុងហ្នឹងហើយគេឲ្យយើងឃើញស្នប់វានៅខាងលើយកហ្មងអញ្ចឹងអាតនិចធំមួយនេះគឺតនិចនាទីអាទឹកនេះគឺបញ្ជាក់ពីម៉ោងអញ្ចឹងសម្រាប់វីដេអូហ្នឹងចប់ប៉ុណ្ណឹង